ជំរាបសួរបងនាងខ្ញុំជាអសតការីប្រចាំការនៅក្នុងអសតស្ថាននេះតើបងអញ្ជើញមកថ្ងៃនេះមានបញ្ហាសុខភាពអ្វីដែរចាជំរាបសួរអ្នកគ្រូខ្ញុំចង់ជាអសតតើបងចង់ទិញអសតសម្រាប់អ្នកណាសម្រាប់ខ្ញុំខ្លួនឯងអ្នកគ្រូតើបងមានរោគសញ្ញាឬអាការៈអ្វីខ្លះដែរបងគឺខ្ញុំឈឺខ្នងចង្កេះអ្នកគ្រូតើបងឈឺនៅម្ដុំណាដែរហើយឈឺយ៉ាងម៉េចបងខ្ញុំឈឺចុកចាប់ខ្លាំងហើយឈឺចាប់ផ្ដើមពីចង្កេះមកដល់ផ្នែកខាងក្រោមនិងខាងក្រោយនៃជើងស្ដាំតើអាការៈនេះកើតមានពីពេលណាដែរបងខ្ញុំឈឺប្រហែល1សប្ដាហ៍ហើយអ្នកគ្រូតើបងមានរោគសញ្ញាអ្វីផ្សេងទៀតដែរឬទេបងអត់មានទេអ្នកគ្រូអញ្ចឹងតើរងថ្ងៃបងមានមុខរបរអ្វីដែរបងខ្ញុំជាអ្នកជំនួញស្រានិងបារីតើបងធ្លាប់ហាត់ប្រាណខ្លាំងក្លាឬធ្វើការធ្ងន់ធ្ងរដែរឬទេបងមិនដែរហាត់ប្រាណខ្លាំងក្លាឬធ្វើការធ្ងន់ធ្ងរឬក៏មានការប៉ះទង្គិចនៅចំកន្លែងឈឺចាប់នោះទេអ្នកគ្រូតើបងមានបានធ្វើដំណើរឆ្ងាយឬទេបងធ្លាប់ទៅខេត្តឆ្ងាយដឹកទំនិញទៅលក់អ្នកគ្រូចាបងអញ្ចឹងតើបងបានប្រើថ្នាំប្រភេទណាមួយឬទេមុននឹងមកអសតស្ថានអត់មានទេអ្នកគ្រូចាហើយបងធ្លាប់មានប្រវត្តិប្រតិកម្មជាមួយថ្នាំណាមួយដែរឬទេបងអត់មានទេអ្នកគ្រូការវិភាគព័ត៌មាននឹងធ្វើរោគវិនិច្ឆ័យអ្នកជំងឺមានការចុកចាប់ខ្លាំងចាប់ផ្ដើមពីចង្កេះមកដល់ផ្នែកខាងក្រោយនិងខាងក្រោមនៃជើងស្ដាំរបស់គាត់អ្នកជំងឺមិនដែលហាត់ប្រាណខ្លាំងក្លាឬធ្វើការធ្ងន់ធ្ងរឬក៏មានការប៉ះទង្គិចនៅចំកន្លែងឈឺចាប់នោះទេដូចនេះគាត់មិនមែនមានជំងឺឈឺខ្នងដោយសារការប៉ះទង្គិចឬធ្វើការធ្ងន់ធ្ងរនោះទេអ្នកជំងឺមិនបានប្រើឱសថណាមួយមុននឹងមកអសតស្ថានហើយក៏មិនធ្លាប់មានប្រតិកម្មជាមួយឱសថណាដែរអ្នកជំងឺជក់បារីនិងពិសាស្រាជាញឹកញាប់សន្និដ្ឋានពីរោគវិនិច្ឆ័យអ្នកជំងឺមានការចុកចាប់ខ្លាំងចាប់ផ្ដើមពីចង្កេះមកដល់ផ្នែកខាងក្រោមនិងខាងក្រោយនៃជើងស្ដាំអ្នកជំងឺមិនដែលហាត់ប្រាណខ្លាំងក្លាឬធ្វើការធ្ងន់ធ្ងរឬមានការប៉ះទង្គិចនៅចំកន្លែងឈឺចាប់នោះទេដូចនេះសន្និដ្ឋានថាអាចជាជំងឺគៀបសរសៃឆ្អឹងខ្នងសន្និដ្ឋានពីមូលហេតុជំងឺពុំមានព័ត៌មានគ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋានពីមូលហេតុជំងឺផែនការព្យាបាលជំងឺឈ្មោះទម្រង់ឱសថដែលត្រូវប្រើនឹងជំងឺដែលឱសថអាចព្យាបាលគួរប្រើឱសថពពួកប៉ារ៉ាសេតាមុលដូចជាប៉ារ៉ាសេតាមុល1ក្រាមជាគ្រាប់អាចប្រើប្រាស់ក្នុងពេលជាមួយគ្នានិងឱសថដែលជាពពួកបន្ធូរសាច់ដុំ Myorelaxant ក្រោមទម្រង់ជាប៉ូម៉ាតគឺ D-Contractil 10ក្រាមលើ1ក្រាមបូមប៉ូម៉ាត Mefenazine បញ្យល់ពីគោលបំណងនៃការប្រើប្រាស់ឱសថប៉ារ៉ាសេតាមុល1ក្រាមគឺប្រើប្រាស់ដើម្បីបំបាត់ការឈឺចាប់ឱសថ D-Contractil 10ក្រាមលើ1ក្រាមបូមប៉ូម៉ាតគឺប្រើដើម្បីបំបាត់ការឈឺចាប់នៅត្រង់កន្លែងដែលឈឺតែម្ដង Traitement local របៀបប្រើនិងកម្រិតប្រើនិងរយៈពេលប្រើរបស់ឱសថប៉ារ៉ាសេតាមុល1ក្រាមលេប1ដង1គ្រាប់ក្នុងមួយថ្ងៃ3ដងព្រឹកថ្ងៃត្រង់និងល្ងាចដែលការប្រើប្រាស់នេះគឺមានរយៈពេល5ថ្ងៃឱសថ D-Contractil 10ក្រាមលើ1ក្រាមបូមប៉ូម៉ាតគឺត្រូវលាបដោយឈ្លីតិចៗនៅកន្លែងដែលឈឺចាប់ចំពោះកម្រិតនៃការប្រើប្រាស់គឺ3ដងក្នុងមួយថ្ងៃព្រឹកថ្ងៃត្រង់និងល្ងាចដែលការប្រើប្រាស់នេះគឺមានរយៈពេល5ថ្ងៃផលរំខានរបស់ឱសថក្នុងកំឡុងពេលប្រើប្រាស់និងចំណុចដែលត្រូវប្រុងប្រយ័ត្នចំពោះឱសថប៉ារ៉ាសេតាមុល1ក្រាមផលរំខានមិនមានផលរំខានណាមួយដែលកើតឡើងជាញឹកញាប់ក្នុងកំឡុងពេលប្រើប្រាស់ឱសថនេះទេចំណុចដែលត្រូវប្រុងប្រយ័ត្នមិនត្រូវប្រើប្រាស់ឱសថនេះលើសពីកម្រិតនិងរយៈពេលនៃការណែនាំត្រូវពិសាឱសថនេះឲ្យដាច់ឆ្ងាយពីគ្នាយ៉ាងតិចណាស់4ម៉ោង
ចំពោះឱសថដេកុងត្រាក់ទាល10ក្រាមលើ1ក្រាមផលរំខានមិនមានផលរំខានណាមួយដែលកើតឡើងជាញឹកញាប់ក្នុងកំឡុងពេលប្រើប្រាស់ឱសថនេះទេអ្នកជំងឺមានអាយុច្រើនអាចមានករណីកម្រខ្លះកើតមានដូចជាលេសឡាសនិងប្រកាច់ចំណុចដែលត្រូវប្រុងប្រយ័ត្នមិនត្រូវប្រើឱសថលើសពីកម្រិតនិងរយៈពេលនៃការប្រើប្រាស់បន្ទាប់ពីប្រើប្រាស់ឱសថនេះត្រូវលាងដៃឲ្យស្អាតនិងជៀសវាងផងដែរការប៉ះពាល់របស់ឱសថនេះទៅលើភ្នែកឬស្បែកដែលស្ដើងនិងដាច់រលាត់ឱសថនេះត្រូវលាបនៅកន្លែងដែលឈឺចុកចាប់មិនត្រូវលាបនៅគ្រប់កន្លែងនៃរាងកាយនោះទេសញ្ញាគ្រោះថ្នាក់ដែលត្រូវជួបគ្រូពេទ្យជាបន្ទាន់ក្នុងករណីដែលស្បែកឡើងក្រហមឬរមាស់ឬហើមនៅកន្លែងណាមួយនៃដងខ្លួនសូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតដំបូន្មានផ្សេងៗក្នុងរយៈពេលព្យាបាលត្រូវគោរពនៅរបៀបប្រើកម្រិតប្រើនិងរយៈពេលប្រើប្រាស់ឱសថបើមិនមានការធូរស្រាលឬមានសញ្ញាណាថ្មីមួយកើតឡើងសូមមកម្ដងទៀតឬបើក្នុងករណីបន្ទាន់សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដំបូន្មានដើម្បីបង្ការកុំឲ្យជំងឺកើតថ្មីម្ដងទៀតជៀសវាងធ្វើដំណើរឆ្ងាយធ្វើការធ្ងន់ឬហាត់ប្រាណខ្លាំងក្លាសូមប្រុងប្រយ័ត្នកុំឲ្យមានការប៉ះទង្គិចនៅកន្លែងដែលឈឺចាប់ចាបងតើបងព្រមទទួលយកការព្យាបាលដែរឬទេខ្ញុំព្រមទទួលយកការព្យាបាលអ្នកគ្រូអញ្ចឹងតើបងអាចសង្ខេបឡើងវិញនៅចំណុចសំខាន់ៗដែលបងត្រូវចងចាំបានឬទេបងចាបងអរគុណច្រើនសូមប្អូនបញ្យល់ពីសកម្មភាពរបស់ឱសថក្នុងការព្យាបាលជំងឺចាអ្នកគ្រូសកម្មភាពរបស់ឱសថក្នុងការព្យាបាលជំងឺចំពោះឱសថប៉ារ៉ាសេតាមុល1ក្រាមរារាំងការផលិតប្រូស្តាក្លង់ឌីនដោយសារវាបន្ថយនៅបរិមាណរបស់អង់ស៊ីមប៉េរ៉ុកស៊ីដាសក្រោមទម្រង់អុកស៊ីដាយហ្វមមេតាបូលីតរបស់ប៉ារ៉ាសេតាមុលដែលមានឈ្មោះហៅថា AM404 ជាអាហ្គូនីសរបស់មួយនឹងការរេសេពទ័របង្កើនសកម្មភាពរបស់ serotonin descending inhibitory pathway ដែលបញ្ចេញនៅអង្គែហ្វាលីនចំពោះឱសថដេកុងត្រាក់ទាល10ក្រាមលើ1ក្រាមបូមប៉ូម៉ាតឱសថនេះជាមីយ៉ូរ៉េឡាក់សង់ដែលមាន action central វាទៅរារាំង les réflexes medullaire polysynaptic ដែលជាហេតុធ្វើឲ្យមានការថយចុះនៅការកន្ត្រាក់សាច់ដុំហេតុនេះហើយទើបគេប្រើប្រាស់ឱសថនេះនៅក្នុងការព្យាបាល contracture musculaire douloureuse ចាអរគុណច្រើនអ្នកគ្រូ